បាទសួស្តីទាំងអស់គ្នានេះគឺគ្រូសាស្ត្រខ្ញុំទៅលេងនៅសៀមរាបបាទហើយជាសកម្មភាពខ្ញុំថតខ្លះតាក់ទងនឹងការដើរកម្សាន្តរបស់គ្រួសារបាទហើយយើងមានច្រើនបាទមានរូបភាពច្រើនគេលេងកម្សាន្តរបាំនេះទៅកន្លែងស្គរដៃប្រត់នេះគឺគេនឹងអូសគេនឹងទាញនៅពេលលសៀលហ្នឹងហើយមាននិយាយទៅគេត្រៀមច្រើនបាទត្រៀមច្រើនមែនទែនរាជរដ្ឋាភិបាលយើងត្រៀមច្រើនមែនទែនហើយកន្លែងនេះផ្លូវដើរនេះគឺក៏ស្អាតដែរបាទហើយលេងមានរបាំមានសៀកបាទមានសៀកអនិច្ឆាដបងគេលេងសៀកបាទនេះកន្លែងក្នុងភូមិខ្ញុំនេះខ្ញុំស្ដាយអត់បានទៅមួយទៀតភូមិថ្នោតបាទនេះភូមិខ្ញុំនេះគឺមានកន្លែងផ្ទះតន្ត្រីបាទផ្ទះជប៉ុយអីចឹងណាហើយនៅហ្នឹងគឺគេធ្វើមានកន្លែងផ្ទះនំបាទផ្ទះនំឬកន្លែងនេះអីគឺផ្ទះគេដុតកន្លានភ្លាមហើយយើងអាចចូលភ្លក់បានបាទខ្ញុំទៅដល់ភ្លាមនឹងរៀងហេវដែរភ្លក់អស់ច្រើនដែរហ្នឹងបាទហើយមើលបាទមាននំពុម្ពមាននំផ្លែអាយមាននំគ្រក់និយាយទៅច្រើនហើយគេមានរៀបចំជាបងប្អូនអាចនេះសាក់លបងអ្នកដែលអត់ដែលមានបទពិសោធន៍អីចឹងណាបោកស្រូវអីចឹងកិនស្រូវអីអានេះកន្លែងឆ្លាក់រូបបាទឆ្លាក់ស្បែកមានច្រើនណាមានច្រើនប៉ុន្តែខ្ញុំក៏ថតខ្លះបាទថតខ្លះតាក់ទងនឹងសកម្មភាពដែលយើងបានដើរហ្នឹងទុកជាការកំសាន្តអនុស្សាវរីយ៍បាទអញ្ចឹងបងប្អូនអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាបាទ